សួស្តីសិស្សច្បង សួស្តីជួយចែកម្លែកបើចង់ធ្វើសារណាតើយើងគួរគិតពីចំណុចអីគេខ្លះចឹងពីខ្ញុំតាក់ទងជាមួយនឹងការធ្វើសារណាហ្នឹងគឺអីដែលអ្នកទាំងអស់គ្នាត្រូវមានហ្នឹងគឺពេលវេលាវាគឺសំខាន់ខ្លាំងមែនតើព្រោះអីវាគឺជាការដែលយើងធ្វើ research មួយចឹងណាទៅលើប្រធានបទណាមួយហើយតាក់ទងជាមួយនឹងទី2គឺទៅលើប្រធានបទដែលយើងនឹងត្រូវធ្វើព្រោះអីយើងអាចធ្វើទៅលើប្រធានបទណាដែលគេធ្លាប់ធ្វើហើយពីមុននេះយើងត្រូវធ្វើអីដែលថ្មីព្រោះបើសិនជាយើងរើសយកប្រធានបទណាដែលមានគេធ្លាប់ពិសោធន៍ហើយគ្រូដឹកនាំក៏គាត់អត់ approve ទៅលើរឿងហ្នឹងដែរហើយមួយទៀតនៅពេលដែលយើងធ្វើតាក់ទងមួយនឹងប្រធានបទហ្នឹងគឺយើងត្រូវយល់ពីវាឲ្យច្បាស់ដែរមួយទៀតតាក់ទងជាមួយនឹងសមាជិកក្រុមក៏សំខាន់ដែរថាអ្នកទាំងអស់គ្នាចង់ធ្វើមកក្រុមហ្នឹងមាន1នាក់2នាក់3នាក់ឬក៏បើសិនជាមានសមត្ថភាពអាចធ្វើម្នាក់ឯងក៏បានដែរតែខ្ញុំណែនាំឲ្យធ្វើជាក្រុមល្អជាងសំណួរចុងក្រោយសូមមកប្រយោគសម្រាប់រយៈពេល4ឆ្នាំដែលយើងបានបញ្ចប់ការសិក្សានេះដែលយើងបានរៀនសាកលវិទ្យាល័យបទពិសោធន៍ថ្មីព្រោះអីវាខុសពីការដែលយើងរៀននៅវិទ្យាល័យខ្លាំងមែនតើនៅវិទ្យាល័យគឺយើងរៀនគ្រាន់តែបើកសៀវភៅពុំកត់មេរៀនអីអញ្ចឹងទៅប៉ុន្តែនៅសាកលវិទ្យាល័យគឺយើងមាន assignment ធ្វើយើង research ហើយធ្វើ presentation ទៀតហើយវាជួយ communication skill របស់យើងបានច្រើនមែនតើអរគុណច្រើនសិស្សច្បង